我很忙，我很累，我很饿，我很开心，我很难过，我很担心，我很确定សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងបន្តអំពីការរៀនភាសាចិនរបស់យើងជាបន្តទៀតហើយដោយសារតែថ្ងៃនេះខ្ញុំបង្ហាញអំពីពាក្យហិនដោយផ្ដើមអំពីពាក្យហិននិយាយតាក់ទងអំពីពាក្យហិនចំពោះពាក្យហិននេះដែរគឺយើងប្រែថាណាស់ឧទាហរណ៍ថាហិនគួយហិនគួយហិនគួយគឺយើងប្រែថាថ្លៃណាស់很漂亮很漂亮很漂亮គឺយើងប្រែថាស្អាតណាស់很帅很帅很帅គឺយើងប្រែថាសង្ហាណា很多很多很多គឺយើងប្រែថាច្រើនណា很好很好很好គឺយើងប្រែថាល្អណា很大很大很大គឺយើងប្រែថាធំណា很重很重很重គឺយើងប្រែថាធ្ងន់ណា很远很远很远គឺយើងប្រែថាឆ្ងាយណា我很忙我很忙我很忙គឺយើងប្រែថាខ្ញុំរវល់ណា我很累我很累我很累គឺយើងប្រែថាខ្ញុំហត់ណា我很饿我很饿我很饿គឺយើងប្រែថាខ្ញុំឃ្លានណា我很开心我很开心我很开心គឺយើងប្រែថាខ្ញុំសប្បាយចិត្តណា我很难过我很难过我很难过គឺយើងប្រែថាខ្ញុំពិបាកចិត្តណាស់ឬមកក៏ខ្ញុំសោកសៅណាស់ក៏បានដែរ我很口渴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 គឺយើងប្រែថាខ្ញុំស្រេកទឹកណាស់我很担心我很担心我很担心គឺយើងប្រែថាខ្ញុំបារម្ភណាស់我很确定我很确定我很确定គឺយើងប្រែថាខ្ញុំប្រកបណាស់我很清楚我很清楚我很清楚គឺយើងប្រែថាខ្ញុំច្បាស់ណាស់ឬមកក៏ខ្ញុំច្បាស់លាស់ណាស់ក៏បានដែរ我很害羞我很害羞我很害羞គឺយើងប្រែថាខ្ញុំអៀនណាស់我很头疼我很头疼我很头疼គឺយើងប្រែថាខ្ញុំឈឺក្បាលណា我很想你我很想你我很想你គឺយើងប្រែថាខ្ញុំនឹកអ្នកណា我很爱你我很爱你我很爱你គឺយើងប្រែថាខ្ញុំស្រឡាញ់អ្នកណា我很聪明我很聪明我很聪明គឺយើងប្រែថាខ្ញុំឆ្លាតណា我家很大我家很大我家很大គឺយើងប្រែថាផ្ទះខ្ញុំធំណាស់我房间很大我房间很大我房间很大បន្ទប់របស់ខ្ញុំឬមកក៏បន្ទប់ខ្ញុំធំណាស់ជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនៃការចែករំលែកជាភាសាចិនរបស់ខ្ញុំមួយនេះចំពោះចំណុចដែលខ្វះខាតត្រង់ការបញ្ចេញសំឡេងភាសាចិនមួយណាមិនចំតួអក្សរក្តីក៏សូមមេត្តាអភ័យទោសចំពោះបងប្អូនដែលមិនទាន់បាន Subscribe នៅ Channel YouTube របស់ខ្ញុំសូម Subscribe ដាក់សញ្ញាកណ្ដឹងមួយទៅដើម្បីទទួលបានវីដេអូថ្មីៗរាល់ការចែករំលែកឬមកក៏ Update វីដេអូរបស់ខ្ញុំជាបន្តជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នា